សួស្តីអ្នកនរគ្នាខ្ញុំបាទបយខេសម្រាប់ពេលនេះយើងមកបន្តរឿង Totally Spy យើងបន្តទៀតខ្សែរឿងចាប់ផ្ដើមនៅភ្នំអាលនៃប្រទេសបារាំងដោយទេសភាពទីនោះក៏មានភាពស្រស់ស្អាតនិងមានពពែកំពុងតែស៊ីស្មៅពេលនោះក៏មានប្រតិកតចាប់ផ្ដើមបាក់មកប៉ុន្តែក៏មានកំភ្លើងឡាសៀមួយបានបែករំលាយប្រតិកតទាំងនោះដោយអ្នកបាញ់គឺជាកញ្ញាសាមរបស់យើងនឹងឯងក្នុងនោះក៏មានកញ្ញាអាលិចនិងកញ្ញា Clover មកជាមួយដែរហើយអ្នកទាំង3ក៏បាននិយាយពិភាក្សាអំពីបច្ចេកវិទ្យាថ្មីរបស់អង្គការ WOPH ក្រោយពីពួកគេនិយាយគ្នាអស់ជាយូរបន្ទាប់មកពួកគេក៏បានចាក់ចែងស្របគ្នាដែលមានបរិយាម្នាក់កំពុងតែសម្លឹងមើលសកម្មភាពរបស់ពួកគេផងដែរខ្សែរឿងក៏កាន់មកនៅក្នុងកន្លែងដែលជាផ្ទះរបស់សាមវិញនៅក្នុងនោះកញ្ញាទាំង3ក៏បានពិភាក្សាគ្នាដោយកញ្ញាលេខក៏បានលោពីភាសាកម្មរបស់ពួកគេចំណែកកញ្ញា Clover ក៏បាននិយាយទៅកាន់កញ្ញាលេខថាយ៉ាងហើយណាយើងក៏សប្បាយរីករាយអំពីដំណើរកម្សាន្តជិះក្តារលើទឹកកករបស់ពួកយើងដែរហើយកញ្ញាសាក៏បាននិយាយទៅកាន់ពួកគេទាំងពីរដែរថាតែអ្នកនិយាយថាយើងភ្លេចលោកស្រាតាចារ្យជេរីនិងបេសកកម្មដ៏អបសុកឬក៏ដ៏ធន់ទ្រាំរបស់គាត់ទេបញ្ចប់ពីការនិយាយសន្ទនាគ្នានោះខ្សែរឿងក៏កើតមកដល់ក្នុងផ្សារនៅក្នុងកន្លែងលក់ខោអាវមួយកញ្ញាសាកំពុងតែលោសម្លៀកបំពាក់ស្រាប់តែពេលនៅលោកសាចាជេរីក៏បានចេញមកតាមកញ្ចក់កញ្ញាសាមដែលឃើញបែបនេះក៏បានស្ទុះចេញពីកន្លែងលោឈុតនោះទៅចំណែកឯកញ្ញា Clover វិញកំពុងតែរៀនជិះស្គីតាមកញ្ចក់ហ្គេមដោយមានបរិយាម្នាក់នៅពីក្រោយនាងចាំជួយនាងពីក្រោយផងដែរពេលនោះសាចាជេរីក៏បានចេញតាមកញ្ចក់អេក្រង់នោះដោយធ្វើសញ្ញាឲ្យនាងកុំប្រកែញ៉ាយប្រុសពេករីឯកញ្ញាអាលិចវិញកំពុងតែនៅក្នុងកន្លែងសំអាងក្នុងការធ្វើសក់លោកស្រាតាចារ្យជេរីក៏តាក់ទងមកកាន់នាងដោយលោកស្រាតាចារ្យជេរីក៏បាននិយាយពីបញ្ហារបស់ពួកគេដែលមានការធ្លាក់ចុះនៅក្នុងការរៀនដូច្នេះគាត់ក៏បានត្រៀមគ្រូបង្រៀនម្នាក់ឲ្យទៅបង្រៀនពួកគេបន្ទាប់មកគាត់ក៏បានបတ်ទៅហើយខ្សែរឿងយើងក៏កាន់មកដល់នៅពេលដែលអ្នកទាំង3នៅជុំគ្នាដែលអ្នកទាំង3ក៏បានពិភាក្សាគ្នាអំពីរកវិធីសាសនាមួយដើម្បីដើរលេងកំសាន្តដោយគ្មានលោកស្រាតាចារ្យជេរីមករារាំងនៅពេលដែលអ្នកទាំង3ពិភាក្សាគ្នាសុកស្រាប់តែទូក៏បានស្រូបអ្នកទាំង3ចូលហើយខ្សែរឿងយើងក៏បានកាន់មកដល់ទីស្នាក់ការកណ្ដាលនៃអង្គការ WOPH នៅពេលដែលអ្នកទាំង3ធ្វើដំណើរមកដល់អ្នកទាំង3ក៏បានធ្វើការជេរចោលទៅកាន់លោកសាតាជេរីឡើងម្ចាស់ដៃប៉ុន្តែអ្នកដែលបែរមកនោះមិនមែនជាលោកសាតាចារ្យជេរីទេដែលជាបរិសសង្ហាម្នាក់ដែលធ្វើឲ្យអ្នកទាំង3ជេរសុកក៏បានឈប់ដោយសារលងនឹងសម្រស់បរិសសង្ហាម្នាក់នោះហើយដោយបរិសម្នាក់នោះក៏បានណែនាំឈ្មោះគាត់ទៅកាន់កញ្ញាទាំង3ថាគេមានឈ្មោះថា Matt Smith ដែលជាអ្នកគ្រប់គ្រងអង្គការ WOPH ថ្មីដែលធ្វើឲ្យកញ្ញាសាមឆ្ងល់ថាតើលោកសាចារ្យជេរីទៅកន្លែងណាដោយបរិសម្នាក់នោះតបថាលោកសាចារ្យជេរីបានសម្រេចចិត្តបន្ទាប់ពីធ្វើការនៅក្នុងអង្គការ WOPH នេះគាត់ក៏បានទៅធ្វើការលេងកីឡាវាយកូនហ្គោលរបស់គាត់បានន័យថាគឺនៅពេលនេះគាត់បានចូលនិវត្តន៍ហើយដោយបរិសម្នាក់នោះក៏បានបើកវីដេអូខលឲ្យលោកសាតាចារ្យជេរីនិងអ្នកទាំង3បានជួបគ្នាហើយកញ្ញាសាក៏បានសួរទៅកាន់លោកសាតាជេរីថាតើពួកយើងអាចនឹងបានជួបគ្នាទេលោកសាតាចារ្យជេរីក៏បានត្រឹមតែសុំទោសហើយក៏បានប្រាប់អ្នកទាំង3ថាខ្ញុំមិនអាចជួយអ្នកបានទៀតទេដោយបន្សល់ពាក្យចុងក្រោយថាខ្ញុំចូលនិវត្តន៍ហើយដោយកញ្ញាទាំង3របស់យើងដូចមិនជឿសោះថាលោកសាតាចារ្យជេរីអាចនឹងចូលនិវត្តន៍នៅចំណែកលោក Matt Smithក៏បានដាក់បេសកកម្មឲ្យកញ្ញាទាំង3ក្នុងការទៅដោះស្រាយនៅទីនោះដែលធ្វើឲ្យកញ្ញា Clover របស់យើងមានការល្អូងងើថាមើលទៅប្រហែលជាបរិសម្នាក់នេះអាចនឹងធ្វើឲ្យឈឺក្បាលខ្លាំងជាងលោកស្រាតាចារ្យជេរីទៅទៀតដោយលោក Matt Smith បាននិយាយទៀតថារបបដែលជំនួយក្នុងភារកិច្ចរបស់អ្នកទាំង3គឺកាតឥណទានកញ្ញាទាំង3ដែលលើបែបនេះនឹងក៏បានស្ទុះទៅចិត្តលោក Matt Smith ដែលគាត់បានបន្ថែមទៀតថាបេសកកម្មរបស់កញ្ញាទាំង3គឺទៅដើរទិញតំណែងនៅក្នុងហាងទំនើបមួយនៅក្នុងទីក្រុងប៉ារីសកញ្ញាទាំង3ដែលលើបែបនេះក៏មានការត្រេកអរជាខ្លាំងចំណែកកញ្ញាអាឡិចក៏បានសួរទៅកាន់លោក Matt Smith ថាចុះចំណែកឧបករណ៍វិទ្យាសាស្ត្រជំនួយវិញហើយលោក Matt Smith ក៏បានបង្ហាញនៅឧបករណ៍វិទ្យាសាស្ត្រទាំងនោះមានដូចជាកូនឆ័ត្រកាបូបស្ពាយនៅក្នុងនាឡិកាបំពង់ក្រែមលាបសក់ធំនិងក្រែមលាបសក់តូចក្រោយពេលដែលលោក Matt Smith បង្ហាញឧបករណ៍វិទ្យាសាស្ត្រទៅកាន់កញ្ញាទាំង3លោកក៏បានបើកច្រកឲ្យកញ្ញាទាំង3ក្នុងការធ្វើដំណើរទៅធ្វើបេសកកម្មរបស់ពួកគេខ្សែរឿងក៏កាលមកដល់ទីក្រុងប៉ារីសនៅក្នុងហាងទំនើប
កញ្ញាទាំង3ក៏បានដើរទៅញវ័នដោយមានការសប្បាយរីករាយហើយកញ្ញាឡៃក៏បានទេទៅកាន់លោកសាស្ត្រាចារ្យជេរីដោយសួរពីការចូលនិវត្តន៍របស់គាត់ប៉ុន្តែនៅពេលដែលទេទៅគឺដូចជាមានរឿងចម្លែកកើតឡើងដោយការខលនោះដូចជាវីដេអូដែលចាក់ផ្សាយឡើងវិញចឹងបន្ទាប់មកការខលនោះក៏បានដាច់ប៉ុន្តែកញ្ញាទាំង3របស់យើងក៏មិនបានចាប់អារម្មណ៍ពីរឿងនេះដែរស្រាប់តែពេលនោះការអនុទានដែលប្រកល់ដោយលោក Matt Smith ក៏បានប្រែក្លាយទៅជាអាវុធហោះវាយប្រហារមនុស្សជុំវិញផ្សារនោះដោយបានបញ្ជាពីបរិសម្នាក់ដែលបានឃ្លាំមើលកញ្ញាទាំង3របស់យើងកាលពីនៅភ្នំតកកហើយកញ្ញាទាំង3ក៏បានវាយប្រហារបញ្ឈប់ទៅកាន់កាតអនុទាននោះក៏បានខ្ទេចនៅក្រោមដៃកញ្ញា Clover បន្ទាប់មកកញ្ញាទាំង3របស់យើងក៏ធ្វើដំណើរទៅកាន់អង្គការ WOPA ដើម្បីជួបលោក Matt Smith អំពីរឿងដែលកើតឡើងនេះខ្សែរឿងក៏កើតមកដល់ទីស្នាក់ការនៃក្រុមអង្គការ WOPA ដោយកញ្ញាទាំង3របស់យើងក៏បានមកជួបលោក Matt Smith សួរអំពីបញ្ហាកាតអនុទាននោះដោយកញ្ញាឡៃក៏បានប្រាប់ទៅកាន់លោក Matt Smith អំពីការអនុទាននោះដែលបានប្រែក្លាយទៅជាអាវុធវាយប្រហារមនុស្សនៅក្នុងផ្សារទំនើបដោយកញ្ញា Clover ក៏បាននិយាយពីការខូចខាតនៅទីនោះដែលធ្វើរឿងនេះដែលធ្វើឲ្យកញ្ញាឡៃក៏មានការសង្ស័យទៅកាន់លោក Matt Smith ដែរប៉ុន្តែកញ្ញាសាក៏បានសម្របសម្រួលកុំឲ្យកញ្ញាឡៃមានការសង្ស័យទៅកាន់លោក Matt Smith ហើយលោក Matt Smith ក៏បានសុំទោសអ្នកទាំង3អំពីរឿងដែលកើតឡើងនេះដែរបន្ទាប់មកគាត់ក៏បាននិយាយថែមទៀតថាចោះដំណើរសង់ព្រេងនៅAcapulco វិញយ៉ាងម៉េចដែរកញ្ញាសាមក៏តបទៅកាន់លោក Matt Smith ថាវាជារឿងមួយដែលរំភើបណាស់នៅថ្ងៃនេះលោក Matt Smith ដោយជាការសុំទោសកញ្ញាទាំង3លោកក៏បានប្រកល់ឡាន Mack Turbo Titan 3000 XT ថ្មីមួយឲ្យទៅកាន់កញ្ញាទាំង3ក្នុងការជិះទៅផ្ទះវិញកញ្ញាទាំង3ដែលឃើញបែបនេះក៏មានការសប្បាយរីករាយជាខ្លាំងខ្សែរឿងយើងក៏កើតមកដល់ពេលដែលកញ្ញាទាំង3កំពុងតែជិះឡាននៅក្នុងការធ្វើដំណើរទៅផ្ទះនៅក្នុងនោះដែរកញ្ញាទាំង3ក៏បានសរសើរពីលោក Matt Smith ដែលមានចិត្តល្អជិះសុកកញ្ញាទាំង3ក៏បានចាប់អារម្មណ៍នឹងហាងមួយក៏បានឈប់ហើយអ្នកទាំង3ក៏បានចុះពីឡាននោះដើម្បីចូលទៅហាងនោះដោយជាហាងវៀនតានៅពេលដែលចុះផុតស្រាប់តែមានការផ្ទុះដែលចេញពីឡានដែលលោក Matt Smith ប្រកល់ឲ្យកញ្ញាទាំង3នៅពេលនោះក៏មានគ្រាប់ផ្ទុះមួយហោះមកដែលវាមិនទាន់នឹងផ្ទុះកញ្ញាសាមដែលឃើញបែបនេះក៏បានយកឧបករណ៍វិទ្យាសាស្ត្រក្នុងការស្កេនរោគមុខដែលជាអ្នកធ្វើចំពោះការស្កេនកញ្ចៅដៃនោះដែរយើងក៏បានដឹងត្រឹមតែឈ្មោះតែមិនបានឃើញមុខដោយជនអក្រិតជនម្នាក់នោះមានឈ្មោះថា Tim Scam ដោយរឿងបានកើតឡើងជាបន្តបន្ទាប់បែបនេះដែលធ្វើឲ្យកញ្ញាទាំង3របស់យើងមានការសង្ស័យជាខ្លាំងហើយកញ្ញាទាំង3ក៏បានព្រមព្រៀងគ្នាដើម្បីទៅទីស្នាក់ការកណ្ដាលនៃអង្គការ WOPA វិញប៉ុន្តែដោយសារឡានខ្ទេចអស់អត់មានអីទៅវិញមានតែប្រើកត្តាវិទ្យាសាស្ត្រក្នុងការហោះហើរទៅវិញខ្សែរឿងក៏បានការមកដល់ទីស្នាក់ការកណ្ដាលនៃក្រុមអង្គការ WOPA នៅពេលដែលកញ្ញាទាំង3បានធ្វើដំណើរមកដល់ក៏មិនបានជួបលោក Matt Smith នោះទេហើយកញ្ញាឡៃក៏បានទៅឆែកឆេរនៅថតទូការងាររបស់លោក Matt Smith ពេលនោះក៏បានជួបនឹងឯកសារមួយដែលក្នុងឯកសារនោះបានជាប់ទាក់ទងនឹងបរិសម្នាក់ដែលមានឈ្មោះថា Tim Scam ដែលធ្វើឲ្យកញ្ញាឡៃរបស់យើងមានការឆ្ងល់ថាហេតុអ្វីបានជាលោក Matt Smith មានរបរឯកសារទាំងនេះលុះត្រាតែលោក Matt Smith ដឹងថាបរិយាដែលឈ្មោះ Tim Scam នៅទីណានៅក្នុងឯកសារនេះដែរកញ្ញាសាមក៏បានប្រាប់យើងថាបរិយាដែលមានឈ្មោះថា Tim Scam មានប្រវត្តិធ្លាប់ធ្វើការនៅក្នុងអង្គការ WOPA នេះទៅតាមកំណត់ត្រាទាំងនេះគាត់គឺជាអ្នកបច្ចេកទេសអាវុធរបស់អង្គការ WOPA កាលពី20ឆ្នាំមុនប៉ុន្តែគាត់ក៏បានត្រូវបណ្តេញចេញដោយសារការប្រើបច្ចេកវិទ្យាដោយខុសច្បាប់របស់អង្គការ WOPA ហើយកញ្ញា Clover ក៏បានតាក់ទងទៅកាន់លោកត្រាតាចាជេរ៉េដើម្បីសួរពីប្រវត្តិបរិយាដែលមានឈ្មោះថា Tim Scam នេះដោយសារលោកត្រាតាជេរ៉េបានធ្វើការនៅក្នុងអង្គការនេះអស់រយៈពេល90ឆ្នាំទៅហើយដោយការខលនេះគឺជាវីដេអូដដែលនៅត្រង់នេះហើយដែលធ្វើឲ្យកញ្ញាទាំង3របស់យើងមានការសង្ស័យអំពីវីដេអូមួយនេះដោយសារតែវាមិនមែនជាការផ្សាយបន្តផ្ទាល់នោះទេគឺជាខ្សែអាតដែលចាក់ផ្សាយឡើងវិញដល់ពេលនោះក៏មានបរិយាម្នាក់ធ្លាក់ចុះពីពេដានដោយបរិយាម្នាក់នេះមានឈ្មោះថា Tim Scam នេះឯងកញ្ញាទាំង3របស់យើងដែលឃើញបរិយាម្នាក់នេះមានកាន់កំភ្លើងហើយក៏បានរត់ទៅក្នុងកាលាតែសារដែលគេដេញបាញ់កញ្ញាទាំង3របស់យើងក៏បានរត់ទៅកាន់កន្លែងដែលបានផ្ទុកយានយន្តដោយកញ្ញាទាំង3ក៏បានឡើងជិះម៉ូតូនៅក្នុងការរត់ហើយម៉ូតូនេះដែរក៏មានសមត្ថភាពក្នុងការហោះចាក់ចេញពីទីនោះចំណែកបរិយាដែលមានឈ្មោះថា Tim Scam ក៏បានបើកម៉ូតូក្នុងការដេញតាមពួកគេហើយក៏បានបើកការទៅកាន់ពួកគេផងដែរ
គ្រាន់តែក្របអាវុធដែលបានបាញ់វាផាទៅនោះគ្រាន់តែមកគ្របបាញ់កអស់លីងដោយក្នុងការធ្វើដំណើររត់របស់កញ្ញាទាំង3របស់យើងក៏មានតែសភាពប្លែកៗនៅក្នុងអង្គការនោះដែរដោយអ្នកទាំង3ជាយូរទៅដោយមិនឃើញបរិសម្នាក់នោះដេញតាមគិតថាពួកគេទាំង3បានជីរួចផុតហើយប៉ុន្តែនៅពេលនោះក៏បានវាក់ជាមួយនឹងបរិសម្នាក់នោះដោយបរិសម្នាក់នោះក៏បានបាញ់វាប្រហារទៅចំកញ្ញាសាមដែលធ្វើឲ្យនាងបានបែកវងចេញពីគ្នារបស់នាងហើយកញ្ញាទាំងពីរនាក់ទៀតរបស់យើងក៏បានលោតចុះពីម៉ូតូហោះចូលទៅកាន់កន្លែងមួយហើយពេលនោះក៏បានជួបប្រទះនឹងលោក Masmith រីឯកញ្ញាសាមរបស់យើងវិញក៏មិនបានជួបនឹងបញ្ហាអ្វីឡើយនាងក៏បានធ្វើដំណើរស្វែងរកកញ្ញា Alex និង Clover នៅពេលធ្វើដំណើរនាងក៏បានជួបនឹងអាវុធដ៏ចម្លែកមួយដែលវាជាប្រព័ន្ធកំជ្រួច Evapoplaster ចំណែកកញ្ញា Alex និង Clover របស់យើងវិញកំពុងតែជួបនិយាយជាមួយនឹងលោក Masmith អំពីបរិសម្នាក់ដែលមានឈ្មោះថា Tim Scan ដែលបានបើកការវាប្រហារមកកាន់ពួកគេនិងបានលបលួចចូលមកក្នុងអង្គការនេះហើយលោក Masmith ក៏បានសុំឧបករណ៍វិទ្យាសាស្ត្រមួយពីកញ្ញាទាំងពីរហើយអ្នកទាំង3ក៏បានធ្វើដំណើរនៅពេលនោះកញ្ញាAlexតើឆ្លងកាត់កញ្ចក់ក៏បានមើលឃើញនៅស្លាកឈ្មោះរបស់លោក Masmith ហេតុអ្វីបានជាសរសេរដាក់ឈ្មោះថា Tim Scan ទៅវិញនៅត្រង់នេះយើងក៏បានដឹងថាលោក Masmith គឺជាលោក Tim Scam ដោយរឿងបែកការហើយគេក៏បានប្រើឧបករណ៍វិទ្យាសាស្ត្រក្នុងការបាញ់ទៅកាន់កញ្ញាទាំងពីរពេលនោះកញ្ញាសាមយើងក៏បានធ្វើដំណើរមកដល់ដែរដែលឃើញមិត្តរបស់នាងទាំងពីរបានកកគាំងនៅមួយកន្លែងហើយកញ្ញាសាមរបស់យើងក៏មិនរួចខ្លួនពីក្នុងដៃរបស់លោក Tim Scam ផងដែរអ្នកក៏បានត្រូវគេបាញ់ឲ្យជាប់គាំងដូចជាកញ្ញាទាំងពីរហើយកញ្ញាទាំង3របស់យើងក៏ត្រូវបានគេយកមកដាក់ឃុំឃាំងនៅបន្ទប់មួយរួមទាំងឧបករណ៍វិទ្យាសាស្ត្រដែលបាញ់ទៅលើអ្នកទាំង3ក៏បានអបប្រសិទ្ធភាពហើយកញ្ញា Clover និងកញ្ញា Alex ក៏បានពិភាក្សាគ្នាអំពីលោក Tim Scam ប៉ុន្តែកញ្ញាសាមក៏បានឲ្យអ្នកទាំងពីរបំភ្លេចចោលទៅសំខាន់ពួកគេកំពុងតែនៅក្នុងលំហអាកាសហើយលោក Tim Scam ក៏បានខលមកអ្នកទាំង3ហើយកញ្ញាសាមក៏សួរថាហេតុអ្វីបានជាគេនាំអ្នកទាំង3មកក្នុងលំហអាកាសអញ្ចឹងដោយលោក Tim Scam ក៏បានប្រាប់កញ្ញាទាំង3ថាដើម្បីឲ្យពួកគេមកមើលនឹងណាគេនឹងប្រើអាវុធបច្ចេកវិទ្យាបាញ់វាប្រហារទៅកាន់ផែនដីដើម្បីធ្វើឲ្យទឹកនៅលើផែនដីទាំងអស់រំហួតចេញអស់ហើយកញ្ញា Alex ក៏បានជេរទៅកាន់លោក Tim Scam ថាតើគេឈួតឬដែលធ្វើបែបនេះហើយកញ្ញាសាក៏បាននិយាយទៅកាន់លោក Tim Scam ថាអ្នកបានអានឯកសារតាក់ទងនឹងគេរួចហើយដែលគេពីមុនគឺជាអក្រិតជនម្នាក់ដោយលោក Tim Scam ក៏បានតបទៅកាន់កញ្ញាទាំង3វិញថាចំពោះអង្គការ WPH នេះមិនដែលកត់សរសើរគេចំពោះទេពកោសល្យដែលគេបានធ្វើនោះទេហើយគេក៏បានឈើស្មើសម័យនៅកាន់ពេលនោះបន្តមកអ្នកទាំង3ក៏ត្រូវបានលោក Tim Scan ក៏បានផ្ដាច់ចេញពីយានធំឲ្យអណ្ដែតរស័ក្តិក្នុងលំហបន្តមកគេក៏បានចេញពីក្នុងយានដោយប្រើកាំភ្លើងវិទ្យាសាស្ត្រដ៏ទំនើបរបស់គេក្នុងការត្រៀមបាញ់ទៅកាន់ផែនដីបន្តមកគេក៏បានប្រើកាំភ្លើងនោះបាញ់ទៅកាន់ផែនដីដែលធ្វើឲ្យទឹកនៅក្នុងផែនដីទាំងអស់មានការរំហួតចេញអស់កញ្ញាទាំង3ដែលឃើញទង្វើរបស់គេបែបនេះក៏មានការខឹងនៅពេលនោះក៏មានដុំដំណៃយានអវកាសមួយទៀតក៏បានហោះមកជិតពួកគេហើយអ្នកទាំង3ក៏ដឹងថានោះគឺជាសាស្ត្រាចារ្យ Jerry ដែលស្ថិតនៅក្នុងនោះដោយពួកគេក៏បានប្រើឧបករណ៍វិទ្យាសាស្ត្រទៅជួយលោកសាស្ត្រាចារ្យ Jerry បន្តមកកញ្ញាទាំង3ក៏បានជួយសង្គ្រោះលោកសាស្ត្រាចារ្យ Jerry យកទៅដាក់អុកស៊ីសែននៅពេលដែលគាត់នឹងខ្លួនកញ្ញាទាំង3របស់យើងក៏បានធ្វើដំណើរទៅរកលោក Tim Scan ដើម្បីដោះស្រាយរឿងនេះនៅពេលនោះលោក Tim Scan ក៏បានប្រើកាំភ្លើងវិទ្យាសាស្ត្ររបស់គេបាញ់វាប្រហារទៅកាន់កញ្ញាទាំង3នៅពេលដែលកាំភ្លើងទំនើបនោះបាញ់ត្រូវអ្នកទាំង3ដែលធ្វើឲ្យទឹករំហួតចេញពីក្នុងខ្លួនអ្នកទាំង3ដែលធ្វើឲ្យចាស់ជ្រឿជ្រួញតំណងស្រាប់តែពេលនោះក៏មានពពុះមួយហោះទៅជិតលោក Tim Scan ដែលវាក៏បានរីកមាលជាពពុះដ៏ធំហើយក៏បានទៅឃុំលោក Tim Scan ដែលពពុះនោះបាញ់ចេញដោយលោកសាស្ត្រាចារ្យ Jerry បន្តមកលោកសាស្ត្រាចារ្យ Jerry ក៏បានទៅយកអាវុធទំនើបនោះកែប្រែវាបាញ់ទៅកាន់កញ្ញាទាំង3ឲ្យមានជាតិទឹកនៅក្នុងខ្លួនឡើងវិញនៅពេលអ្នកទាំង3ត្រឡប់មករូបរាងដើមវិញហើយក៏ឆ្លៀតសរសើរទៅកាន់លោកសាស្ត្រាចារ្យ Jerry បន្តមករឿងក៏បានចាប់ផ្សាយរឿងក៏ការមកដល់នៅផ្ទះរបស់កញ្ញាសាមដែលកញ្ញាទាំង3កំពុងតែពិភាក្សាគ្នាអំពីការធ្វើដំណើរជិះកណ្ដាលនៅលើផ្ទាំងទឹកកករួមទាំងនិយាយគ្នាអំពីការជួយសង្គ្រោះរបស់អ្នកទាំង3ទៅកាន់លោកសាស្ត្រាចារ្យ Jerry
នៅពេលនោះដែរលោកសាស្ត្រាចារ្យក៏បានតាក់ទងមកកាន់ពួកគេដោយលោកក៏បានអរគុណទៅកាន់អ្នកទាំង3ដែលបានជួយសង្គ្រោះជីវិតគាត់ហើយកញ្ញា Clover ក៏បានតបទៅកាន់លោកវិញថាយ៉ាងហោចណាស់គាត់ក៏បានជួយសង្គ្រោះពួកយើងវិញដែរហើយលោកសាស្ត្រាចារ្យក៏បានធ្វើឲ្យកញ្ញាទាំង3របស់យើងមានការភ្ញាក់ផ្អើលដោយគាត់បានប្រាប់ឲ្យកញ្ញាទាំង3ធ្វើដំណើរកម្សាន្តក្នុងការជិះស្គីនៅលើផ្ទាំងទឹកកកកញ្ញាទាំង3ដែលលើបែបនេះក៏មានការសប្បាយរីករាយជាខ្លាំងហើយលោកសាស្ត្រាចារ្យជេរីក៏បានបន្ថែមទៀតថាមុនពេលដែលពួកគេទៅធ្វើដំណើរកម្សាន្តពួកគេត្រូវតែបំពេញភេសកកម្មមួយជាមុនសិនដល់លើបែបនេះកញ្ញាទាំង3របស់យើងក៏មានការកៀនជាខ្លាំងហើយសាច់រឿងយើងក៏សូមស្លេះតែត្រឹមនេះដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនា